You see, God's book of life has two columns. In column number 1, we have the name. ចឹងបញ្ជីជីវិតរបស់ព្រះគឺមាន2កន្លោម កន្លោមទី1គឺឈ្មោះ In column number 2, we have the sins. ហើយកន្លោមទី2គឺអំពើបាប Good morning, happy Sabbath. ចឹងរីករាយថ្ងៃបរិសុទ្ធ So happy to see you all here today. ចឹងសប្បាយចិត្តរីករាយយ៉ាងខ្លាំងដែលបានជួបមិត្តទាំងអស់គ្នានៅព្រឹកនេះ But before we begin, let's pray, all right? តែមុនយើងចាប់ផ្ដើមសូមយើងអធិដ្ឋានទាំងអស់គ្នាសិន Father in heaven, thank you so much for this day that we can come here and worship you. អរព្រះវរបិតានៅនគរស្ថានសួគ៌អរគុណសម្រាប់ថ្ងៃនេះអរគុណដែលទ្រង់បានផ្ដល់ពេលវេលាដើម្បីយើងអាចមកថ្វាយបង្គំទ្រង់នៅព្រឹកនេះ Father, I ask your holy angels to surround and fill this place, and that your spirit may enter into all our hearts. គុណសូមទ្រង់ឲ្យផ្ដល់នៅទេវតាបរិសុទ្ធរបស់ទ្រង់មកជុំវិញនៅកន្លែងនេះហើយឲ្យទ្រង់បានបំពេញចិត្តរបស់យើង I pray that you give me the right words to say, and that your Holy Spirit would touch our hearts with the truth you desire us to know. សូមទ្រង់បានបំពេញនៅមាត់របស់ខ្ញុំដោយពាក្យរបស់ទ្រង់ហើយដើម្បីអាចនឹងប៉ះពាល់ដល់ចិត្តរបស់យើងម្នាក់ៗផងដែរ I pray that you abide in us and that you hide me behind your cross. សូមទ្រង់បានគង់នៅក្នុងយើងខ្ញុំម្នាក់ៗហើយឲ្យរូបខ្ញុំផ្ទាល់បាននៅពីក្រោយឈើឆ្កាងរបស់ទ្រង់ In Jesus' name I pray. គុណសូមទាំងអស់នេះក្នុងព្រះនាមព្រះយេស៊ូវ I hope you brought your Bibles. ចឹងព្រឹកនេះខ្ញុំសង្ឃឹមថាយើងបានយកព្រះគម្ពីររបស់យើងមក Because I have a lot of Bible verses to go through with you. ព្រោះខ្ញុំមានខគម្ពីរជាច្រើនដើម្បីចែកជូនយើង So, salvation is by Christ. ចឹងការប្រោះលោះគឺបានមកពីព្រះយេស៊ូវ Let's turn in our Bibles to 1 Thessalonians chapter 5 verse 9. ចឹងបើយើងមានគម្ពីរសូមយើងបើកទៅគម្ពីរថៃសាឡូនីកទី1ចំពុក5ខ9 It says, "For God hath not appointed us to wrath, but to obtain salvation by our Lord Jesus Christ." Verse 5ខ9ត្បិតព្រះទ្រង់មិនបានតម្រូវយើងទុកសម្រាប់សេចក្តីក្រោធទេគឺសម្រាប់ឲ្យបានសេចក្តីសង្គ្រោះវិញដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងដែលទ្រង់សុគតជំនួសយើង So it says the salvation is by Jesus. ចឹងក្នុងនេះយើងឃើញហើយថាសេចក្តីសង្គ្រោះគឺបានដោយសារព្រះយេស៊ូវគ្រីស្ទ Now let's go to Hebrews 7:25. ឥឡូវសូមយើងទៅគម្ពីរហេព្រើរចំពុក7និងខ25ម្ដង Hebrews 7:25 it says, "Wherefore he is able also to save them to the uttermost that come unto God by him, seeing he ever liveth to make intercession for them." ចឹងហេព្រើរចំពុក7ខ25ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសពគ្រប់បានដល់មនុស្សទាំងអស់ដែលចូលទៅឯព្រះដោយសារទ្រង់ត្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ចដើម្បីនឹងជួយអង្វរជំនួសគេ Now, did the last part of that verse say, "Seeing he died on the cross"? ចឹងតើចុងកតុយនៃខនោះបានប្រាប់ថាដោយសារទ្រង់បានសគត់លើឈើឆ្កាងឬក៏អត់ No, it says, "Seeing he ever lives to make intercession for us." គឺអត់បាននិយាយចុះទេតែបាននិយាយថាត្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ចដើម្បីនឹងជួយអង្វរជំនួសគេ The reason given for why Jesus can save those who come to God by or through him is because Jesus is alive in heaven interceding for us. ចឹងមូលហេតុដែលគេថាព្រះយេស៊ូវអាចនឹងសង្គ្រោះយើងនឹងមិនមែនដោយសារទ្រង់បានសគត់ឬក៏ស្លាប់ទេប៉ុន្តែគឺដោយសារទ្រង់កំពុងតែរស់នៅមានព្រះជន្មរស់នៅនៅនគរស្ថានសួគ៌ហើយអាចនឹងអង្វរជំនួសយើង Of course, Jesus could not have done this unless he had died on the cross first. តែតាមពិតទៅបើសិនជាព្រះយេស៊ូវអត់បានសគត់នៅលើឈើឆ្កាងមុនក៏ទ្រង់មិនអាចនឹងរស់នៅដើម្បីអង្វរជំនួសយើងដែរចឹងវាទៅស្របគ្នាដែរ Bearing the guilt of our sins, taking our punishment, and drinking the cup of the wrath of God, apportioned to the sinner to enable us to have eternal life. ចឹងទ្រង់បានទទួលរងនៅអំពើបាបរបស់យើងហើយការដែលយើងធ្វើខុសឆ្គងដាក់លើអង្គទ្រង់ដើម្បីទ្រង់អាចនឹងសម្អាតឬក៏លុបលាងយើងពីទោសយើង
នៅឈើឆ្កាងហ្នឹងហើយដើម្បីយើងអាចនៅចុងបញ្ចប់មានជីវិតអស់កល But Jesus' death on the cross did not render all souls saved immediately, for the Bible says surely some humans will be lost. ចឹងទ្រង់បានសគត់លើឈើឆ្កាងមែនហើយការសគត់ហ្នឹងមិនមែនមានន័យថាអាចនឹងប្រោះមនុស្សទាំងអស់នឹងបានជីវិតអស់កលទេដោយសារព្រះគម្ពីរក៏បានប្រាប់យើងដែរថានឹងមានអ្នកខ្លះនឹងបាត់បង់ Let's look at Revelation chapter 20, verses 12 and 15. ចឹងឥឡូវសូមយើងទៅមើលវិវរណៈចំពុក20ខ12និងខ15 It says, And I saw the dead, small and great, stand before God, and the books were opened, and another book was opened, which is the book of life. And the dead were judged out of those things which were written in the books, according to their works. And whosoever was not found written in the book of life was cast into the lake of fire. ចឹងគម្ពីរវិវរណៈចំពុក20ខ12និងខ15នោះខ្ញុំឃើញមនុស្សស្លាប់ទាំងអ្នកធំទាំងអ្នកតូចគេឈរនៅចំពោះព្រះបញ្ជីក៏បានបើកឡើងហើយបញ្ជីមួយទៀតគឺជាបញ្ជីជីវិតបានបើកឡើងដែររួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះតាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួនហើយខ15បើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតអ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង You see, God has a book of life, and if one's name is not found in that book, she or he will suffer the second death. ចឹងព្រះទ្រង់មានបញ្ជីជីវិតមួយឬសភៅមួយហើយបើសិនជាបុគ្គលណាម្នាក់មិនមានឈ្មោះនៅក្នុងបញ្ជីនោះចុងបញ្ចប់គឺគាត់នឹងត្រូវបោះទៅក្នុងបឹងភ្លើងនឹងឯង At this point, some may say, well, I believe in Jesus and what he did for me. Therefore, my name is written in the book of life, and I do not need to worry about anything. ចឹងអាចមានអ្នកខ្លះគាត់គិតក្នុងចិត្តគាត់ថាខ្ញុំជឿលើព្រះយេស៊ូវហើយជឿលើទ្រង់ហើយដូច្នេះឈ្មោះខ្ញុំត្រូវបានកត់ទុកក្នុងបញ្ជីជីវិតហើយដូច្នេះខ្ញុំអត់បាច់បារម្ភខ្វល់ខ្វាយពីអ្វីទាំងអស់ They may say, my salvation is secure. Nothing that I can do will affect it. I am one of those who are predestined to be saved, or I am saved. God has saved me. I don't need to do anything more because it is impossible for me to have my name removed from the book of life. ឬក៏គាត់គិតក្នុងចិត្តថាដោយសារខ្ញុំបានជីវិតអស់កលហើយឬក៏ខ្ញុំបានសង្គ្រោះហើយខ្ញុំអត់បាច់ខ្វល់ខ្វាយអ្វីទាំងអស់ខ្ញុំធ្វើអីក៏បានដោយសារដូចជាបំរុងទុកពីដើមហើយនឹងបានសេចក្តីសង្គ្រោះនេះអញ្ចឹងខ្ញុំអត់បាច់ខ្វល់ខ្វាយអីទេ But is this true? No. Let us study to show ourselves approved and find out whether it's possible even to lose our salvation. តែរឿងនេះជាការពិតឬអត់ដូច្នេះយើងត្រូវសិក្សាបន្ថែមទៀតដើម្បីដឹងថាតើមានវិធីណាដែលយើងអាចធ្វើសកម្មភាពណាមួយដែលអាចធ្វើឲ្យយើងបាត់បង់ការសង្គ្រោះរបស់យើង You see, God's book of life has two columns. In column number 1, we have the name. អញ្ចឹងបញ្ជីជីវិតរបស់ព្រះគឺមាន2កឡោមកឡោមទី1គឺឈ្មោះ In column number 2, we have the sins. ហើយកឡោមទី2គឺអំពើបាប When God judges an individual in the judgment, one of two things will happen. អញ្ចឹងពេលដែលព្រះទ្រង់កាត់ក្តីនៅជំនុំពេលដែលទ្រង់ជំនុំជម្រះនោះគឺនឹងមានរឿងពីរកើតឡើង Either one's sins will be blotted out by the blood of Christ, or two, one's sins will remain and one's name will be blotted out instead. អញ្ចឹងទី1នោះគឺថាអំពើបាបកឡោមអំពើបាបហ្នឹងត្រូវបានបាត់អស់ឬក៏និយាយថាលុបចេញដោយសារព្រះលិខិតរបស់ព្រះយេស៊ូវឬក៏ឈាមរបស់ព្រះយេស៊ូវបានបំបត្តិវាហើយតែជំរើសទី2នោះគឺថាអំពើបាបនឹងនៅបន្តនៅក្នុងកឡោមនោះហើយឈ្មោះនឹងត្រូវបានបាត់វិញអញ្ចឹងមួយគឺអំពើបាបបាត់ឈ្មោះនៅប៉ុន្តែជំរើសទី2គឺអំពើបាបនៅហើយឈ្មោះបាត់ Let's turn to Acts 3:19. ចា៎ឥឡូវសូមយើងមើលទៅគម្ពីរកិច្ចការចំពុក3ខ19 It says, Repent ye therefore, and be converted, that your sins may be blotted out. So ព្រះគម្ពីរកិច្ចការចំពុក3ខ19
ដូច្នេះចូលប្រែចិត្តហើយវិលមកចុះដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញប្រយោជន៍ឲ្យមានពេលលំហើយមកពីចំពោះព្រះអម្ចាស់ This is what we want to happen, right? We want our sins to be blotted out. And ចឹងនេះជាអ្វីដែលយើងទាំងអស់គ្នាចង់បានមែនយើងចង់ឲ្យបាបរបស់យើងបានលុបបំបាត់ចេញ But this is not the only possible situation because we can also have the name blotted out, as we see in Exodus 32:33. តែតាមដែលយើងមើលនៅក្នុងគម្ពីរនិខមណាំងចំពុក32ខ33យើងនឹងរកឃើញថាជំរើសយើងនៅតែមាន2ដដែលយើងអាចឲ្យអំពើបាបយើងបាត់ដូចនៅក្នុងខកិច្ចការនេះគម្ពីរកិច្ចការប៉ុន្តែនៅក្នុងគម្ពីរនិខមណាំងយើងក៏អាចនឹងឃើញថាឈ្មោះយើងក៏អាចនឹងបាត់ដែរ So Exodus 32:33. ចឹងសូមយើងក៏លេខមើលនៅក្នុងនិខមណាំងចំពុក32ខ33 And the Lord said unto Moses, Whosoever hath sinned against me, him, implying the name, will I blot out of my book. ចឹងខ្ញុំសូមអានជូនតែព្រះយេហូវ៉ាទ្រង់មានបន្ទូលតបថាឯអ្នកណាដែលបានធ្វើបាបនឹងអញនោះអញនឹងលុបឈ្មោះអ្នកនោះឲ្យឈ្មោះអ្នកនោះឯងពីបញ្ជីចេញ So it is possible for a name to be written in the book of life and then later removed due to unrepentant sin. ចឹងយើងឃើញថាអាចនឹងឈ្មោះរបស់យើងក៏អាចនឹងបាត់ពីបញ្ជីជីវិតដែរដូចពិសេសបើយើងមានបាបដែលយើងអត់ទាន់បានលន់តួ This is shown clearly in Ezekiel 18 verse 24. ហើយយើងអាចបញ្ជាក់ឲ្យច្បាស់នៅក្នុងគម្ពីរអេសេគៀលចំពុក18ខ24 Ezekiel 18:24 says, But when the righteous turneth away from his righteousness and committeth iniquity, shall he live? All his righteousness that he hath done shall not be mentioned. In his trespass, in them shall he die. ចឹងអេសេគៀលចំពុក18ខ24តែឯមនុស្សសុចរិតបើគេបែរចេញពីអំពើសុចរិតរបស់ខ្លួនទៅប្រព្រឹត្តទុច្ចរិតហើយធ្វើគ្រប់ទាំងការគួរស្អប់ខ្ពើមដែលមនុស្សទុច្ចរិតតែងប្រព្រឹត្តវិញនោះតើនឹងរស់នៅឬឯអំពើសុចរិតទាំងប៉ុន្មានដែលអ្នកនោះបានធ្វើនោះនឹងគ្មាននឹកចាំពីបទណាមួយឡើយអ្នកនោះនឹងត្រូវស្លាប់ក្នុងអំពើរំលងដែលខ្លួនបានប្រព្រឹត្តហើយក្នុងអំពើបាបដែលខ្លួនបានធ្វើនោះវិញ We also see this idea in the New Testament in the last book, Revelation, chapter 2, verses 4 and 5. ហើយនៅក្នុងសញ្ញាថ្មីក៏យើងឃើញមេរៀនស្តៀងនឹងដែរនៅក្នុងវិវរណៈចំពុក2ខ4និងខ5 Revelation chapter 2, verses 4 and 5 says, Nevertheless, I have something against thee, because thou hast left thy first love. Remember therefore from whence thou art fallen, and repent, and do the first works, or else I will come unto thee quickly, and will remove thy candlestick out of his place, except thou repent. ចឹងវិវរណៈចំពុក2ខ4និងខ5តែអញប្រកាន់សេចក្តីនេះនឹងឯងគឺថាឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញដូច្នេះចូលនឹកចាំដែលឯងបានធ្លាក់ចេញពីសន្តានណានោះហើយប្រែចិត្តចុះរួចប្រព្រឹត្តតាមការដើមដំបូងនោះវិញពុំនោះសោតអញនឹងមកឯងហើយនឹងហូតយកជើងចង្គៀងឯងពីកន្លែងចេញលើកតែឯងប្រែចិត្តឡើងវិញ Similarly, in the next chapter, Revelation 3:5, let's read that one. ហើយស្តៀងគ្នាដែរនៅក្នុងវិវរណៈចំពុក3ខ5 It says, He that overcometh, the same shall be clothed in white raiment, and I will not blot out his name out of the book of life. នេះយើងអានតែមួយផ្នែកនៃខទេអ្នកណាដែលឈ្នះនោះនឹងបានស្លៀកពាក់សហើយអញមិនដែលលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ So salvation, according to this verse, requires overcoming. But what does this overcoming mean? ចឹងដើម្បីបានសេចក្តីសង្គ្រោះនេះយើងឃើញនៅក្នុងខនេះហើយថាយើងត្រូវឈ្នះតែតើយើងឈ្នះអី Well, let's see what the Bible says. In 1 John 2, verse 14. តែឥឡូវយើងចង់មើលនៅក្នុងកាពីដដែលយូហានទី1ចំពុក2ខ14 says,
I've written unto you, fathers, because ye have known him that is from the beginning. I've written unto you, young men, because ye are strong, and the word of God abideth in you, and ye have overcome the wicked one. ចឹងយូហានទី1ចំពុក2ខ14ឪពុករាល់គ្នាអើយខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នាពីព្រោះបានស្គាល់ព្រះដែលគង់នៅតាំងពីដើមរៀងមកកំឡោះរាល់គ្នាអើយខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នាពីព្រោះមានកម្លាំងហើយព្រះបន្ទូលក៏ស្ថិតនៅក្នុងអ្នករាល់គ្នាបានឈ្នះមេកំណាចហើយ So to overcome means to let the word of God, that is Jesus Christ, abide in us, and so that we can resist the evil one. ដូច្នេះដើម្បីយកឈ្នះសាតាំងយើងត្រូវការឲ្យព្រះបន្ទូលរបស់ព្រះបានគង់នៅក្នុងយើងដើម្បីយើងអាចយកឈ្នះពេលដែលសាតាំងលបួងយើង The key questions then are, number 1, how do we know God? Number 2, how can the word of God abide in us? And number 3, how can we maintain this state so that we can overcome? តែយើងមានសំណួរខ្លះដែលយើងត្រូវសួរគឺ3ទី1តើយើងអាចដឹងបញ្ជាក់យ៉ាងណាថាយើងស្គាល់ព្រះទី2តើយើងអាចច្បាស់យ៉ាងណាថាព្រះបន្ទូលរបស់ទ្រង់គង់ក្នុងយើងហើយទី3តើយើងធ្វើបែបណាឲ្យបែបបទខាងលើនោះគង់នៅយូរ All right. So let's get to the meat of the sermon, shall we say? ចាឥឡូវយើងចង់ដល់ដូចសាច់នៃការអធិប្បាយរបស់យើងដូចកន្លែងសំខាន់ And let's turn to 2 Timothy chapter 2 verse 10. ហើយសូមយើងបើកទៅគម្ពីរធីម៉ូថេទី2ចំពុក2ខ10 The theme we will explore now is that salvation is in Christ, abiding in Christ, not only just by Christ. ហើយយើងចង់សិក្សាពីការដែលសេចក្តីសង្គ្រោះនោះគឺបានដោយរយៈដោយនៅក្នុងព្រះយេស៊ូវមិនមែនគ្រាន់តែដោយរយៈព្រះយេស៊ូវចឹងដោយការនៅក្នុងព្រះយេស៊ូវ All right, 2 Timothy 2 verse 10. Therefore I endure all things for the elect's sakes, that they may also obtain the salvation which is in Christ Jesus with eternal glory. ចឹងធីម៉ូថេទី2ចំពុក2ខ10ហើយនោះបានជាខ្ញុំទ្រាំទ្រនឹងគ្រប់ការទាំងអស់ដើម្បីជាប្រយោជន៍ដល់ពួករើសតាំងឲ្យគេបានសេចក្តីសង្គ្រោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវព្រមទាំងមានសេរីល្អដល់នៅអស់កលជានិច្ចផង Notice that it said it was in Christ Jesus. ចឹងចាប់អារម្មណ៍ថាខគម្ពីរបានប្រាប់យើងថានៅក្នុងព្រះគ្រីស្ទយេស៊ូវ Now let's turn to the passage read for our scripture reading this morning. Ephesians chapter 1. តែឥឡូវនេះយើងចង់មើលនៅខដែលយើងបានអាននៅក្នុងការអានព្រះបន្ទូលព្រឹកមិញគឺនៅក្នុងអេផេសូចំពុក1 I want to just focus on a few of these verses. តែខ្ញុំចង់ឲ្យយើងមើលច្បាស់តែមកខពីខទេនៅក្នុងហ្នឹង I'll start with verse 4. តែយើងចង់ចាប់ផ្ដើមនៅក្នុងខ4 It says, He hath chosen us in Him, that we should be holy and without blame before Him in love. តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទតាំងពីមុនកំណើតលោកីមកប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធតែសំណួរសួរថាដោយរបៀបណា The answer is found in the second part of verse 6. តែយើងអាចរកឃើញចម្លើយនៅក្នុងផ្នែកចុងកន្ទុយនៃខ6 It says, He hath made us accepted in the beloved. The beloved refers to Christ. ខ្ញុំប្រហែលខ្ញុំអានទាំងមូលខ6ដើម្បីនឹងសរសើរដល់ព្រះគុណដ៏ឧត្តមរបស់ទ្រង់ដែលបានផ្ដល់មកយើងរាល់គ្នាទទេក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់ Continuing to verse 7, in whom, Christ, we have redemption through His blood, the forgiveness of sins. ហើយខ7ផងដែរហើយយើងបានសេចក្តីប្រោះលោះនៅក្នុងព្រះរាជបុត្រានោះដោយសារព្រះលោហិតទ្រង់គឺជាសេចក្តីប្រោះឲ្យរួចពីទោសតាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់ And the first part of verse 11, in whom also we have obtained an inheritance. ដែលបានផ្ដល់មកយើងជាបរិបូរដោយនៅប្រាជ្ញានិងមែនខ8ទេខ11ដើមនៃខ11
ឲ្យរួមគ្នាមកក្នុងទ្រង់ដែលយើងរាល់គ្នាបានគេអាករក្នុងទ្រង់ដែរ So in John 15, verses 5 through 6, ចឹងនៅក្នុងគម្ពីរយូហានចំពុក15ហើយក្នុងខ5និងខ6 Christ says, I am the vine. Ye, that's talking about us, are the branches. He that abideth in me, and I in him, the same bringeth forth much fruit, for without me ye can do nothing. If a man abide not in me, he is cast forth as a branch and is withered, and men gather them and cast them into the fire. ដែលរស់រវើក James 2:17 says, faith, if it hath not works, is dead, being alone. ចឹងគម្ពីរយ៉ាកុបចំពុក2ខ17បានប្រាប់យើងថាសេចក្តីជំនឿបើសិនមិនមានទង្វើទេនោះគឺជាសេចក្តីជំនឿដែលងាប់ហើយ Let's turn to 1 John chapter 2, verses 3 to 6. ឥឡូវសូមយើងមើលនៅក្នុងគម្ពីរយូហានទី1ចំពុក2ហើយខ3ដល់6 says, and hereby we do know that we know him, referring to Christ, if we keep his commandments. He that saith, I know him, and keepeth not his commandments, is a liar, and the truth is not in him. But whoso keepeth his word, in him verily is the love of God perfected. Hereby know we that we are in him. He that saith he abideth in him ought himself also so to walk, even as he walked. ចឹងយូហានទី1ចំពុក2ខ3ដល់ខ6យើងរាល់គ្នាដឹងថាយើងស្គាល់ទ្រង់ដោយសារសេចក្តីនេះគឺដោយយើងកាន់តាមបញ្ញត្តិរបស់ទ្រង់អ្នកណាដែលថាបានស្គាល់ទ្រង់តែមិនកាន់តាមបញ្ញត្តិទ្រង់ទេអ្នកនោះឈ្មោះថាជាអ្នកកុហកហើយសេចក្តីពិតមិននៅក្នុងអ្នកនោះឡើយតែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញនោះប្រកាសជាសេចក្តីស្រឡាញ់នៃព្រះបានពេញខ្នាតនៅក្នុងអ្នកនោះហើយគឺដោយសេចក្តីនោះឯងដែលយើងដឹងថាយើងនៅក្នុងទ្រង់អ្នកណាដែលថាខ្លួននៅក្នុងទ្រង់នោះត្រូវតែប្រព្រឹត្តដូចជាទ្រង់ដែរ So Jesus walked with his Father in perfect obedience to God's commandments. ចឹងព្រះយេស៊ូវបានដើរតាមជំហានឬក៏ក្នុងគន្លងរបស់ព្រះបិតាទ្រង់ដោយការស្ដាប់បង្គាប់គ្រប់លក្ខ And this verse says that we can know if we are abiding in Christ by whether we are keeping God's commandments, just like Jesus. ហើយខទាំងនេះក៏បានបញ្ជាក់ប្រាប់យើងថាយើងអាចនឹងដឹងខ្លួនយើងដែរថាតើយើងបានព្រះគង់នៅក្នុងយើងដោយរបៀបដែលយើងបានកាន់តាមបញ្ញត្តិរបស់ទ្រង់ Because if Jesus Christ is in us and we are surrendered to him, we will bear fruits of obedience in our lives. ពីព្រោះបើសិនជាព្រះយេស៊ូវបានគង់នៅក្នុងយើងហើយយើងក៏បានលះបង់ខ្លួនយើងហើយយើងក៏នឹងមានផលផ្លែនៃការស្ដាប់បង្គាប់នៅក្នុងជីវិតរបស់យើង And what does that obedience look like? តែតើការស្ដាប់បង្គាប់នេះនឹងមានលក្ខណៈបែបណា Love. គឺសេចក្តីស្រឡាញ់ Let's look at 1 John 4:8. សូមយើងមើលទៅយូហានទី1ចំពុក4ខ8 Says, he that loveth not knoweth not God, for God is love. ចឹងយូហានទី1ចំពុក4ខ8តែអ្នកណាដែលគ្មានសេចក្តីស្រឡាញ់នោះមិនស្គាល់ព្រះវិញពីព្រោះព្រះទ្រង់ជាសេចក្តីស្រឡាញ់នោះឯង So to know God is to love like God. ចឹងការដែលយើងស្គាល់ព្រះគឺយើងអាចនិយាយថាការស្រឡាញ់បែបទ្រង់ដែរបែបដែលទ្រង់ស្រឡាញ់ If we love God, we will keep his words because God has made his home, his abode within us. ហើយបើសិនជាយើងស្រឡាញ់ទ្រង់យើងក៏នឹងចង់ធ្វើតាមព្រះបន្ទូលរបស់ទ្រង់ដោយសារទ្រង់បានគង់ក្នុងជីវិតយើង This is made clear in John 14, verses 23 to 24. ហើយរឿងនេះក៏បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងគម្ពីរយូហានចំពុក14ខ23ដល់24 Jesus answered and said unto him, If a man love me, he will keep my words, and my Father will love him, and we will come unto him and make our abode with him. He that loveth me not, keepeth not my sayings. ចឹងយូហានចំពុក14ខ23ដល់24ព្រះយេស៊ូវមានបន្ទូលឆ្លើយថាបើអ្នកណាស្រឡាញ់ខ្ញុំអ្នកនោះនឹងកាន់តាមពាក្យខ្ញុំនោះព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះហើយយើងនឹងមកឯអ្នកនោះក៏នឹងតាំងទីលំនៅ
នៅជាមួយដែរអ្នកណាដែលមិនស្រឡាញ់ខ្ញុំនោះមិនកាន់តាមពាក្យខ្ញុំទេឯពាក្យដែលអ្នករាល់គ្នាឮនោះមិនមែនជាពាក្យខ្ញុំគឺជាព្រះបន្ទូលរបស់ព្រះវរបិតាដែលទ្រង់ចាត់ឲ្យខ្ញុំមកទេតើ So if we know and love God, we will keep his commandments and teachings, which Jesus says will result in the Father and Son abiding in us. ចឹងបើយើងស្គាល់ព្រះហើយយើងឲ្យព្រះមកគង់ក្នុងចិត្តយើងនោះយើងក៏នឹងចង់កាន់តាមបញ្ញត្តិរបស់ទ្រង់ដោយសារទ្រង់បានគង់ក្នុងចិត្តយើង So how can we be sure of salvation? ចឹងសំណួរបន្ទាប់គឺថាតើយើងអាចនឹងប្រកាសយ៉ាងណាថាយើងបានសេចក្តីសង្គ្រោះ Well, if we are selflessly loving God and others, it is evidence that Christ through his Spirit is abiding in us, because we cannot do this in and of ourselves. ចឹងបើសិនជាយើងស្រឡាញ់អ្នកដទៃដោយមិនអាត្មានិយមហើយនោះក៏សរបញ្ជាក់ថាព្រះបានគង់ក្នុងចិត្តយើងហើយដោយសារយើងមិនអាចធ្វើកិច្ចការនេះដោយខ្លួនយើងបានទេ If Christ is abiding in us, then we can know our salvation is secure, because our salvation is in Christ. ហើយបើសិនជាព្រះគង់នៅក្នុងយើងហើយយើងក៏អាចនឹងប្រកាសពីសេចក្តីសង្គ្រោះរបស់យើងដែរដោយសារព្រះយេស៊ូវនោះហើយជាសេចក្តីសង្គ្រោះហើយសេចក្តីសង្គ្រោះគឺនៅក្នុងយើង Christ has overcome the world. ព្រះយេស៊ូវបានយកឈ្នះផែនដី And we are thus overcomers with Christ, partaking of the righteousness of Christ. ហើយយើងក៏អាចនឹងយកឈ្នះដូចដែលព្រះយេស៊ូវបានយកឈ្នះហើយបានទទួលនៅសេចក្តីសុចរិតរបស់ព្រះយេស៊ូវផងដែរ So how can we do this? First, we repent. We ask the Holy Spirit to convict us of sin. តែតើយើងត្រូវធ្វើបែបណាគឺទី1យើងត្រូវលន់តួនៅអ្វីដែលយើងបានធ្វើខុសដោយការសូមឲ្យព្រះវិញ្ញាណបរិសុទ្ធបានដាស់តឿនចិត្តយើងនៅអំពើខុសឆ្គងណាដែលយើងត្រូវលន់តួដល់ត្រង់ We confess those sins and turn from them, and God is faithful in his promise in 1 John 1:9 to forgive and cleanse us of those sins. យើងលន់តួនៅបាបនិងការខុសឆ្គងរបស់យើងដល់ព្រះសូមឲ្យទ្រង់បានលុបសម្អាតយើងដោយដែលទ្រង់បានសន្យានៅក្នុងគម្ពីរយូហានទី1ចំពុក1ខ9ដែលទ្រង់បានសន្យាថាទ្រង់នឹងលុបលាងអំពើបាបនិងការខុសឆ្គងរបស់យើង Secondly, we abide in Christ. ចំណុចទី2គឺយើងត្រូវគង់នៅក្នុងព្រះយេស៊ូវ If Christ is in you, his love will flow through you. បើសិនជាព្រះយេស៊ូវបានគង់ក្នុងយើងហើយនោះសេចក្តីស្រឡាញ់របស់ទ្រង់ក៏អាចនឹងហូរនៅក្នុងយើង Are you loving selflessly? តើយើងបានស្រឡាញ់អ្នកដទៃដោយភាពមិនមានអាត្មានិយមឬនៅ That is the evidence that your salvation is secure. នោះហើយជាភស្តុតាងដែលថាសេចក្តីសង្គ្រោះរបស់យើងគឺប្រកប But we are called also to endure to the end. តែក៏មានចំណុចមួយទៀតគឺការដែលតស៊ូរហូតដល់ចុងបញ្ចប់ Let's look at Matthew 24:13. សូមយើងមើលទៅម៉ាថាយចំពុក24ខ13 Matthew 24:13 says, "But he that shall endure unto the end, the same shall be saved." ចឹងម៉ាថាយចំពុក24ខ13តែអ្នកណាដែលកាន់ខ្ជាប់ដល់រាបដល់ចុងបំផុតវិញអ្នកនោះនឹងបានសង្គ្រោះ So do not lose hope though if you do fall into sin. ចឹងពេលខ្លះក៏យើងនឹងធ្លាក់ក្នុងសេចក្តីល្បួងឬក៏ធ្លាក់ក្នុងអំពើបាបតែសូមយើងកុំបាត់បង់នៅសេចក្តីសង្ឃឹម What does the Bible say in Proverbs 24 verse 16? ព្រោះនៅក្នុងគម្ពីរសុភាសិតចំពុក24ខ16បានប្រាប់យើងថាយ៉ាងណាសុភាសិតចំពុក Proverbs 24:16. ខ16 For a just man falleth 7 times. That's the perfect number according to the Bible, or the complete number, and riseth up again, but the wicked shall fall into mischief. ចឹងសុភាសិតចំពុក24ខ16ត្បិតមនុស្សសុចរិតទោះបើគេដួលដល់7ដងក៏ដោយគង់តែនឹងក្រោកឡើងវិញបានតែមនុស្សអាក្រក់ត្រូវទម្លាក់ទៅក្នុងសេចក្តីអន្តរាយវិញ So if you fall, repent, and Christ will put you back on the path of righteousness. ចឹងបើសិនជាយើងបានធ្លាក់មែនជួយឲ្យយើងលន់តួហើយសូមឲ្យព្រះបានលើកយើងដាក់លើផ្លូវដើរសារជាថ្មី As long as you genuinely turn from your sin, no matter how many times you fall, God will forgive you. ហើយពេលដែលយើងប្រែចិត្តហ្នឹងឲ្យយើងប្រែចិត្តទាំងស្រុងទោះយើងធ្លាក់ប្រមាណដងក៏ដោយឲ្យតែយើងបានប្រែចិត្តទាំងស្រុងពេលដែលយើងលន់តួបាបនោះព្រះក៏សន្យាថាទ្រង់នឹងលើកយើងដែរ But you need not fall.
តែជាក់ស្ដែងតាមពិតយើងមិនចាំបាច់នឹងដួលតែម្ដង What does it say in Jude 1, verse 24? សូមយើងមើលនៅក្នុងគម្ពីរយូដាសចំពុក1ខ24 Jude, verse 24 says, Now unto him that is able to keep you from falling, and to present you faultless before the presence of his glory with exceeding joy. រីឯព្រះដែលអាចនឹងថែរក្សាមិនឲ្យអ្នករាល់គ្នាចំពុបដួលហើយនឹងដាក់អ្នករាល់គ្នានៅចំពោះសេរីល្អទ្រង់ដោយឥតមានកន្លែងបន្ទោសបានព្រមទាំងមានចិត្តត្រេកអរផង Did you hear that, brothers and sisters? Jesus is able to keep you from falling. យើងស្ដាប់ឮតើអត់មិញថាព្រះយេស៊ូវអាចនឹងជួយយើងរក្សាយើងកុំឲ្យយើងចំពុបដួល So anytime you are tempted by the devil, remember this promise. ហើយពេលណាដែលសាតាំងវាលួងលួងលោមយើងសូមឲ្យយើងនឹកឃើញនៅខព្រះគម្ពីរនេះ But if you look into your heart today and you only see selfishness, do not despair. បើសិនជាយើងក្លែកមើលក្នុងចិត្តយើងឃើញតែភាពអាត្មានិយមសុទ្ធសាធកុំភ័យអី As long as you are alive, door is open to heaven's way of selflessness. ឲ្យតែយើងនៅរស់ទ្វារនៃស្ថានសួគ៌ក៏នៅតែបើកចំហសម្រាប់ការរស់នៅដោយភាពគ្មានអាត្មានិយម God is a God of love, and he does not force you, but he invites you to make a choice. ព្រះជាព្រះនៃក្តីស្រឡាញ់ហើយទ្រង់ក៏មិនបង្ខិតបង្ខំយើងដែរទ្រង់ចង់ឲ្យយើងសម្រេចចិត្តខ្លួនយើង Right now, do you choose to place your will on the side of Christ? ចឹងថ្ងៃនេះព្រឹកនេះតើយើងមានបំណងចង់ដាក់គោលបំណងចិត្តរបស់យើងនៅខាងទ្រង់ឬអត់ខាងព្រះឬអត់ If you choose Christ, not even Satan himself can take you from his hand. បើសិនជាយើងសម្រេចចិត្តថាយើងចង់នៅខាងព្រះសូម្បីតែសាតាំងក៏មិនអាចនឹងពង្រត់យើងចេញបានដែរ Will you accept his sacrifice today? តែយើងចង់ទទួលនៅការលះបង់របស់ព្រះយេស៊ូវជំនួសយើងនៅព្រឹកនេះឬអត់ Will you say, Yes, Lord, you are my Savior and my Redeemer? តែយើងមានបំណងចិត្តចង់និយាយថាបាទឬចាស់ដល់ព្រះថាទ្រង់ជាព្រះប្រោះលោះរបស់យើងឬអត់ Will you choose to abide in him? តែយើងមានបំណងចង់នៅគង់នៅក្នុងទ្រង់គ្រប់ពេលវេលាឬអត់ I pray that you choose to let him abide in you today. គឺជាសេចក្តីអធិដ្ឋានរបស់ខ្ញុំដែលយើងទាំងអស់គ្នានឹងនិយាយថាយើងចង់គង់នៅក្នុងព្រះយេស៊ូវនៅថ្ងៃនេះ Thank you. May God bless you. ហើយសូមព្រះប្រទានពរ